ជំរាបសួរពុកម៉ែបងប្អូនជាទីគោរពស្រឡាញ់រាប់អានទាំងអស់គ្នាបងប្អូនថ្ងៃនេះខ្ញុំសូមលើកយកនៅរឿងរ៉ាវថ្មីមួយទៀតរឿងរ៉ាវមួយនេះគឺតកតងទៅនឹងបុរសម្នាក់គឺគាត់បានទៅចាប់ពស់របស់អ្នកតាយកមកក្លែមស្រាពេលនោះគឺមានអ្នកភូមិឬក៏អ្នកជិតខាងក៏បាននិយាយហាមឃាត់ផងដែរថាកុំទៅធ្វើបែបនេះគាត់ក៏ដឹងហើយថាពស់នេះគឺមិនមែនជាពស់ធម្មតានោះទេគឺជាពស់ដែលមានអ្នកតាមថែរក្សាប៉ុន្តែបុរសខាងលើនេះគឺគាត់មិនបានស្ដាប់សម្ដីរបស់ពួកគេទាំងអស់នោះទេគាត់ថែមទាំងបានផ្កើនហើយក៏គាត់បានយកពស់នោះទៅធ្វើម្ហូបយកក្លែមស្រាក្រោយពេលដែលគាត់បានហូបនៅសាច់ពស់នោះរួចមកស្រាប់តែរូបគាត់ជួបនៅរឿងរ៉ាវអកុសលដ៏ភ្ញាក់ផ្អើលមួយធ្វើឲ្យរូបគាត់មានការសោកស្ដាយអស់មួយជីវិតគឺបណ្ដាលមកពីរូបគាត់មិនជឿសម្ដីរបស់ពួកគេទាំងអស់នោះបាននិយាយពីរឿងរ៉ាវអបិយជំនឿទៅលើអ្នកតាឬក៏បារមីបងបត់សត្វកាចសាហាវមានដូចជាប្រភេទពពួកសត្វអាសេរពិសជាដើមដែលសត្វទាំងអស់នោះកម្រមានអ្នកណាម្នាក់ទៅហ៊ានបៀតបៀនណាស់ពីព្រោះពួកគេតែងតែមានជំនឿជាថាសត្វប្រភេទពួកទាំងអស់នេះគឺមានអ្នកថែរក្សាបើបុគ្គលណាម្នាក់ហ៊ានតែចាប់ឬក៏សម្លាប់សត្វទាំងអស់នោះបុគ្គលរូបនោះប្រកាសជានឹងជួបនៅទុក្ខភ័យអាសន្នឬក៏ជួបគ្រោះថ្នាក់ជាពំខានឡើយតួយ៉ាងដូចជាបុរសម្នាក់នេះអញ្ចឹងរូបគាត់បន្ទាប់ពីទទួលទានសត្វពស់នោះរួចមកស្រាប់តែគាត់ធ្លាក់ខ្លួនពិការអស់មួយជីវិតរស់នៅយ៉ាងលំបាកវេទនាគួរឲ្យអាសូរជាពន់ពេកដោយរូបគាត់បាននិយាយអះអាងថាហេតុតែគាត់ពេលនោះមិនស្ដាប់សម្ដីរបស់អ្នកដទៃហ៊ានទៅចាប់យកពស់របស់អ្នកតាមកធ្វើម្ហូបក្លែមស្រាទើបធ្វើឲ្យរូបគាត់ត្រូវអ្នកតាផ្ដន្ទាបណ្ដាឲ្យរូបគាត់ធ្លាក់ខ្លួនពិការរហូតមកដល់សប្តាហ៍ថ្ងៃបុរសម្នាក់ស្លៀកតែខោកញ្ចាស់ត្រឹមផ្លូវអង្គុយផ្ទាល់នឹងដីក្នុងខ្ទមដែលប្រក់ដោយស្លឹកត្នោតពុកផុយធ្លុះធ្លាយជាអន្លើយនិងមានជញ្ជាំងតែមួយចំហៀងមើលទៅហាក់បីដូចជាខ្ទមចាំស្រែស្ថិតនៅក្នុងសភាពរាងកាយស្លេកស្លាំងមានតែស្បែកដណ្ដប់ឆ្អឹងជាមួយនឹងជើងទាំងពីរពិការបុរសម្នាក់នេះរូបគាត់មានឈ្មោះថាជឿនគាត់គឺជាអ្នករស់នៅក្នុងភូមិតាហោងឃុំកំពង់ត្រឡាចស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំងដែលអ្នកស្រុកបាននិយាយថារូបគាត់បានពិការដោយសារតែគឺគាត់បានចាប់ពស់របស់អ្នកតាសម្លាប់យកមកធ្វើម្ហូបហើយរូបគាត់ផ្ទាល់ក៏បាននិយាយរៀបរាប់ប្រាប់ឲ្យដឹងថាខ្ញុំគឺមានស្រុកកំណើតនៅខេត្តកំពង់ស្ពឺឯនោះទេហើយខ្ញុំត្រូវបានឪពុកម្ដាយផ្សំផ្គុំរៀបការប្រពន្ធតាំងពីឆ្នាំ1985ហើយប្រពន្ធរបស់ខ្ញុំគឺជាអ្នករស់នៅក្នុងខេត្តកំពង់ឆ្នាំងនេះតែម្ដងបន្ទាប់ពីខ្ញុំបានចាប់ដៃគ្នាជាមួយនឹងប្រពន្ធរបស់ខ្ញុំមកពួកយើងគឺប្រកបរបរធ្វើស្រែចម្ការនៅឯស្រុកកំណើតលោកក្រោយមកដោយសារតែការប្រកបរបរដាំដុះនៅឯស្រុកកំណើតរបស់ខ្ញុំពុំសូវទទួលបានផលចេះតែខាត់បងដែលម្ដងរាំងជួនមានទឹកចំនួនលិចលង់ផលដំណាំជារឿយៗនោះហើយគាត់ជួនបងប្រុសបង្កើតរបស់ខ្ញុំគាត់មានប្រពន្ធជាអ្នករស់នៅក្នុងភូមិតាហោងនេះហើយគាត់បានហៅឲ្យខ្ញុំមករស់នៅជាមួយដោយបងប្រុសបង្កើតរបស់ខ្ញុំកាលនោះគាត់បានប្រាប់ខ្ញុំថានៅទីនេះមានភាពអំណោយផលស្រួលរកស៊ីជាងនៅស្រុកកំណើតរបស់យើងពេលនោះខ្ញុំក៏បានសម្រេចចិត្តធ្វើចំណាក់ស្រុកមករស់នៅខេត្តកំពង់ឆ្នាំងចាប់តាំងពីពេលនោះមកបងប្រុសជើងគាត់បាននិយាយទៅថាវាគឺពិតដូចជាសម្ដីរបស់បងប្រុសខ្ញុំនិយាយមែនពេលដែលខ្ញុំមកដល់ទីនេះគឺនៅទីនេះស្រួលរស់នៅនិងរកស៊ីជាងស្រុកកំណើតរបស់ខ្ញុំព្រោះក្រៅពីធ្វើស្រែចម្ការនៅទីនេះខ្ញុំអាចនេសាទរកចំណូលបានបន្ថែមទៀតផងមកដល់ទីនេះភ្លាមដោយសារតែនៅខ្វះខាតដើមទុនខ្ញុំក៏បានចាប់របរធ្វើស្រែចម្ការនិងរកត្រីដើម្បីឲ្យប្រពន្ធរបស់ខ្ញុំដើរលក់បានកម្រៃយកមកផ្គត់ផ្គង់ជីវភាពគ្រួសារបន្ទាប់ពីរស់នៅបានមួយរយៈខណៈសន្សំប្រាក់បានសល់មួយចំនួនហើយដោយសម្លឹងមើលឃើញអ្នកស្រុកនៅទីនេះចូលចិត្តប្រើទូកត្នោតតែគ្មានអ្នកធ្វើលក់ខ្ញុំក៏បានបែកគំនិតចាប់យកអាជីពនេះមួយទៀតដោយបានដើរទិញដើមត្នោតចាស់ៗពីអ្នកភូមិយកមកច្នៃធ្វើទូកត្នោតលក់ហើយរបរធ្វើទូកត្នោតនោះគឺទទួលបានផលកាក់កប់ណាស់រូបខ្ញុំលក់ដាច់ខ្លាំងណាស់ធ្វើឲ្យគេស្ទើរតែមិនទាន់ផងពួកយើងរស់នៅបានសុខសាន្តល្អណាស់ហើយប្រពន្ធរបស់ខ្ញុំគឺបង្កើតបានកូនប្រុសស្រីចំនួន6នាក់ជាចំណងដៃនិស្ស័យស្នេហ៍បងប្រុសគាត់ក៏បានរំលឹកឡើងផងដែរថានៅកន្លែងដែលខ្ញុំនេសាទត្រីជាប្រចាំនោះគឺមានរោងអ្នកតាម្ចាស់ស្រុកមួយដែលអ្នក
ភូមិក៏ដូចជាប្រជានេសាទឯទៀតពួកគេគឺគោរពអ្នកតាម្ចាស់ស្រុកនេះខ្លាំងណាស់ហើយពួកគេមានការជឿជាក់ទៅលើអ្នកតាម្ចាស់ស្រុកនេះដូចគ្នាហើយពួកអ្នកភូមិល្បីថានៅកន្លែងរោងអ្នកតាម្ចាស់ស្រុកនោះគឺមានសត្វពស់ញីឈ្មោលមួយគូជាសេនាការពារនៅកន្លែងអ្នកតាម្ចាស់ស្រុកនោះថែមទៀតនៅពេលនោះខ្ញុំមិនដែលហ៊ានទៅរកត្រីនៅក្បែររោងអ្នកតាម្ចាស់ស្រុកនោះទេហើយខ្ញុំក៏មិនដែលទៅជួបសត្វពស់ញីឈ្មោលមួយគូនោះដែលជាសេនារបស់អ្នកតាម្ចាស់ស្រុកដែរប៉ុន្តែមានអ្នកនេសាទផ្សេងទៀតពួកគេបាននិយាយអះអាងប្រាប់ខ្ញុំថាគឺពួកគេឧស្សាហ៍ជួបប្រទះជារឿយៗនៅសត្វពស់ញីឈ្មោលដែលជាសេនារបស់អ្នកតាម្ចាស់ស្រុកនោះណាប៉ុន្តែក្រោយមកស្រាប់តែខ្ញុំគឺបានជួបនៅសត្វពស់ហើយសត្វពស់នោះវាតែងតែមកស៊ីត្រីដែលជាប់មងរបស់ខ្ញុំជារៀងរាល់ថ្ងៃធ្វើឲ្យខ្ញុំមានការខឹងយ៉ាងខ្លាំងហើយខ្ញុំក៏គិតនៅក្នុងចិត្តថាចាំមើលឲ្យតែឃើញសត្វពស់នោះវាមកចាប់ស៊ីត្រីរបស់ខ្ញុំទៀតខ្ញុំនឹងចាប់វាទៅធ្វើម្ហូបក្លែមស្រាផឹកជាជាពំខាឡើយពីព្រោះថាវាបានស៊ីត្រីរបស់ខ្ញុំអស់ច្រើនណាស់មានថ្ងៃមួយនោះពេលដែលខ្ញុំទៅសាមងតាមទម្លាប់ដូចរាល់ដងស្រាប់តែលើកនេះខ្ញុំទៅសាមងមិនឃើញមងនោះទេមិនដឹងថាបាត់ទៅទីណាលុះដើររកក៏ប្រទះឃើញនៅរមួលជាប់ជាមួយនឹងដើមឈើតូចៗនៅក្នុងទឹកពេលដែលខ្ញុំទាញមងមកក៏ធ្វើឲ្យខ្ញុំមានការភ្ញាក់ព្រឹតដូចជាគេជះទឹកចំកណ្ដាលមុខអញ្ចឹងពីព្រោះថាខ្ញុំបានឃើញសត្វពស់វែកក្របីមួយក្បាលសម្បល់ខ្មៅព្រីងទំហំប៉ុនកជើងមនុស្សចាស់បានរមួលវត្តជាប់មងរបស់ខ្ញុំដោយឃើញដូច្នេះហើយក្នុងចិត្តក៏បានខឹងនឹងសត្វពស់នេះផងដែរតែងតែមកស៊ីត្រីជាប់មងរបស់ខ្ញុំជារៀងរាល់ថ្ងៃហើយខ្ញុំខ្លាចវាចឹកផងនោះខ្ញុំក៏បានទាញច្រវាទូកវាយសំពងវាទាស់តែវាងាប់ទៅហើយខ្ញុំក៏បានយកពស់វែកក្របីនោះយកមកផ្ទះពេលយកពស់នោះមកដល់ផ្ទះអ្នកជិតខាងក៏នាំគ្នាមកចំរំមើលហើយអ្នកជិតខាងក៏បាននិយាយប្រាប់ខ្ញុំថាពស់នេះគឺជាពស់របស់អ្នកតាទេម្ដេចក៏ឯងវាយកមកធ្វើម្ហូបអញ្ចឹងប្រយ័ត្នមានគ្រោះថ្នាក់ណាព្រោះថាអ្នកតាម្ចាស់ស្រុកនេះគឺគាត់កាចខ្លាំងណាស់ហើយប្រសិនបើមានអ្នកណាចាប់កូនចៅគាត់មកធ្វើស៊ីដូច្នេះប្រកាសជាអ្នកតាម្ចាស់ស្រុកមិនអត់ឱនឲ្យនោះទេបងប្រុសជើងគាត់ក៏និយាយទៀតថាទោះបីជាអ្នកភូមិជាច្រើនបាននិយាយហាមឃាត់ខ្ញុំយ៉ាងដូចនេះក៏ដោយក៏វាបានហួសពេលអស់ទៅហើយខ្ញុំក៏ចង់យកវាទៅប្រឡែងក៏ប្រឡែងមិនកើតដែរពីព្រោះថាពស់នោះគឺខ្ញុំបានវាយវាងាប់បាត់ទៅហើយនឹងរួចខ្ញុំក៏បានចាត់ការយកពស់នោះទៅធ្វើម្ហូបតែម្ដងលុះរំលងបាន3ថ្ងៃក្រោយមកស្រាប់តែអ្នកតាម្ចាស់ស្រុកបានមកបញ្យោសពប្រាប់ប្រពន្ធខ្ញុំថាប្តីនឹងឯងប្រហើនខ្លាំងណាស់ហ៊ានចាប់សេនារបស់យើងទៅធ្វើម្ហូបក្លែមស្រាផឹកទៀតចាំមើលអញនឹងធ្វើឲ្យវារស់នៅមិនបានសុខឡើយលុះព្រឹកឡើងប្រពន្ធរបស់ខ្ញុំក៏បានយករឿងយោសពកាលពីយប់មកប្រាប់ខ្ញុំប៉ុន្តែកាលនោះខ្ញុំក៏បានឆ្លើយតបទៅកាន់ប្រពន្ធរបស់ខ្ញុំវិញថាទៅជឿអីអារឿងយោសពនោះហើយប្រពន្ធខ្ញុំក៏បានចាប់មន់ស្ងោបបួលខ្ញុំឲ្យទៅសែនសុំខមាទោសនៅរោងអ្នកតាម្ចាស់ស្រុកនោះតែកាលនោះខ្ញុំមិនព្រមទៅជាមួយនឹងប្រពន្ធរបស់ខ្ញុំទេគឺប្រពន្ធខ្ញុំនាងទៅម្នាក់ឯងតែប៉ុណ្ណោះដោយកាលនោះខ្លាចកូននឹងប្រពន្ធរបស់ខ្ញុំគឺគ្មាននរណាម្នាក់ហ៊ានហូបសាច់ពស់នោះឡើយហើយអ្នកជិតខាងក៏គេមិនហ៊ានហូបដែរគឺមានតែអ្នកផឹកប៉ុណ្ណោះដែលហ៊ានក្លែមនៅសត្វក្រោយពីហូបសាច់ពស់វែកក្របីនោះរំលងបាន4-10ថ្ងៃក្រោយមកនៅពេលដែលខ្ញុំកំពុងតែឈរចាំងដាំត្នោតធ្វើទូកដោយសពដងស្រាប់តែពេលនោះនៅសុកផ្លែកាំបិតផ្គាក់ដែលមុតសស្ញាច់បានរបូតរង្គើចេញពីដងហើយហោះមកចាំប្រអប់ជើងខាងឆ្វេងរបស់ខ្ញុំបណ្ដាលឲ្យមុតដល់ឆ្អឹងបើស្ដាប់មើលទៅទោះបីជាការមុតនេះវាធម្មតាប៉ុណ្ណោះក៏ដោយប៉ុន្តែចាប់តាំងពីពេលនោះមកជើងរបស់ខ្ញុំគឺមិនអាចងើបដើរបាននោះទេទោះបីជាក្រុមគ្រួសាររបស់ខ្ញុំយកខ្ញុំទៅឲ្យគ្រូពេទ្យពិនិត្យនិងព្យាបាលអស់ប្រាក់ជាច្រើនក៏ដោយក៏ជើងរបស់ខ្ញុំមិនអាចងើបក្រោបឈរបានដូចមុនដែរដោយបងប្រុសជឿនគាត់បាននិយាយទៀតថានេះមកពីកម្មពៀរបស់ខ្ញុំហើយដែលខ្ញុំប្រហើនហ៊ានទៅចាប់ពស់របស់អ្នកតាយកមកក្លែមស្រាបែបនេះទើបខ្ញុំជួបនៅកម្មពៀលាក់ខ្លួនពីការរហូតមកដល់សប្តាហ៍ថ្ងៃបែបនេះចាស់ពុកម៉ែបងប្អូនអ្នកស្ដាប់នេះគឺជារឿងរ៉ាវមួយដែលបានកើតឡើងទៅលើបងប្រុសម្នាក់ដែលគាត់គឺជាអ្នករស់នៅខេត្តកំពង់ឆ្នាំងហើយគាត់បានធ្លាក់ខ្លួនពីការបន្ទាប់ពីគាត់បានជួបឧបទ្ទវហេតុផ្លែកាំបិតផ្គាក់មុតប្រអប់ជើងរបស់គាត់ប៉ុន្តែគាត់និយាយថាបើតាមការមើលសភាពនៃការមុតនេះ
គឺមិនដល់ថ្នាក់ធ្វើឲ្យគាត់ពិការដើមមិនរួចនោះទេប៉ុន្តែគាត់និយាយអះអាងថានេះគឺជាកម្មពៀដែលគាត់ប្រហើនហ៊ានទៅចាប់ពោះរបស់អ្នកតាបែបនេះហើយទើបត្រូវបានអ្នកតាម្ចាស់ស្រុកនៅទីនេះបានផ្ដន្ទាទោសដាក់មកលើរូបគាត់បែបនេះហើយអ្នកតាម្ចាស់ស្រុកនេះមុនដំបងឡើយពេលដែលគាត់មករស់នៅទីនេះដំបងក៏អ្នកភូមិនៅទីនេះប្រាប់គាត់ផងដែរថាអ្នកតាម្ចាស់ស្រុកគឺមានបារមីពូកែខ្លាំងណាស់ហើយអ្នកតាម្ចាស់ស្រុកគឺគាត់កាចណាស់មួយវិញទៀតអ្នកតាម្ចាស់ស្រុកគាត់ក៏មានសេនារបស់គាត់ផងដែរសេនារបស់គាត់គឺជាសត្វពស់ញីឈ្មោលមួយគូដែលជាអ្នកការពារនៅកន្លែងរបស់គាត់ពេលដែលរូបគាត់បានយកសត្វពស់នេះមកដល់ផ្ទះគឺពេលនោះអ្នកភូមិក៏បាននិយាយប្រាប់គាត់ផងដែរថាកុំបរិភោគសត្វពស់នេះអីហើយក៏បន្ទោសរូបគាត់ថាហេតុអ្វីបានទៅវាយពស់ដែលជាសេនារបស់ម្ចាស់ស្រុកបែបនេះហើយពេលនោះរូបគាត់ក៏មានការស្ទាក់ស្ទើរផងដែរដូចជាចង់យកសត្វពស់នេះទៅប្រឡែងវិញប៉ុន្តែមិនដឹងជាប្រឡែងបែបម៉េចបើពស់នេះបានស្លាប់បាត់ទៅហើយនឹងហើយពេលដែលគាត់ហូបនៅសាច់ពស់នេះបានប្រហែលជាប្រមាណថ្ងៃក្រោយមកប្រពន្ធរបស់បងប្រុសជឿនគាត់ក៏បានយល់សប្តិឃើញអ្នកតាម្ចាស់ស្រុកនឹងមកស្ដីបន្ទោសហើយថែមទាំងប្រមានដល់ប្តីរបស់គាត់ដោយអ្នកតាម្ចាស់ស្រុកបានមកបញ្យល់សប្តិប្រាប់ប្រពន្ធរបស់គាត់ថាប្តីគាត់នឹងប្រហើនណាហ៊ានសម្លាប់សេនារបស់គាត់ដែលជាកូនចៅរបស់គាត់ហ្នឹងហើយឥឡូវនេះគឺគាត់នឹងមិនអត់ឱនឲ្យប្តីរបស់គាត់នោះទេឲ្យប្តីរបស់គាត់រស់នៅមិនបានសេចក្តីសុខឡើយពេលដែលប្រពន្ធគាត់បានយល់សប្តិដូច្នេះហើយក៏មានការផិតភ័យផងដែរក៏មិននិយាយប្រាប់ប្តីហើយពេលនោះប្តីក៏មិនជឿដែរហើយប្រពន្ធក៏បានរៀបចំមន្តស្កោបបួសប្តីទៅសុំខមាទោសនៅកន្លែងរោងអ្នកតាម្ចាស់ស្រុកនោះប៉ុន្តែកាលនោះប្តីគឺមិនព្រមទៅនោះទេប្រពន្ធគឺទៅតែម្នាក់ឯងប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយអ្នកណាធ្វើគឺបុគ្គលម្នាក់នឹងជាអ្នកទទួលដូច្នេះហើយទើបបានជាបងប្រុសគាត់និយាយថានេះគឺជាកម្មពៀដែលគាត់ហ៊ានប្រមាថទៅលើសេនាដែលជាអ្នកការពាររបស់អ្នកតាម្ចាស់ស្រុកបែបនេះទើបធ្វើឲ្យរូបគាត់ត្រូវធ្លាក់ខ្លួនពិការអស់មួយជីវិតបែបនេះចា៎ពុកម៉ែបងប្អូនសម្រាប់រឿងរ៉ាវរបស់បងប្រុសជឿនគឺមានតែប៉ុណ្្នឹងទេសម្រាប់ពុកម៉ែបងប្អូនមានមតិយោបល់បែបណាអាចធ្វើការខមមិននៅខាងក្រោមវីដេអូនេះបានអរគុណដល់ពុកម៉ែបងប្អូនដែលបានស្ដាប់តាំងពីដើមរហូតដល់ចប់ជួបជាមួយនឹងខ្ញុំនៅរឿងរ៉ាវក្រោយៗបន្តទៀត